មនុស្សយើងម្នាក់មិនថានៅទីណាឆ្ងាយប៉ុណ្ណាប៉ុន្តែកន្លែងដែលផ្ដល់ក្តីសុខនិងសុវត្ថិភាពផ្លូវចិត្តជាងគេគឺផ្ទះនិងស្រុកកំណើតរបស់យើងអ្វីដែលពិសេសគឺមនុស្សសំខាន់របស់យើងដូច្នេះដល់ពេលវេលារបស់ខ្លួនឯងជូនទៅកាន់អ្នកមានគុណនិងមនុស្សជាទីស្រឡាញ់